អ៊ីរ៉ង់គុយវ៉ែតចាប់ផ្ដើមតឹងសរសៃកដាក់គ្នាបន្ទាប់ពីជនជាតិអ៊ីរ៉ង់4នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារម្សិលមិញនេះក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថ្កោលទោសចំពោះប្រទេសគុយវ៉ែតដែលបានចាប់ខ្លួនមនុស្សចំនួន4នាក់ដែលគុយវ៉ែតបានអះអាងថាមានការជាប់ពាក់ព័ន្ធទៅនឹងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ភាគីខាងអ៊ីរ៉ង់បានបកស្រាយវិញថាពលរដ្ឋរបស់ខ្លួនគ្រាន់តែស្ថិតនៅក្នុងប្រតិបត្តិការល្បាតដែនសមុទ្រនិងបានចូលទៅក្នុងដែនទឹករបស់ប្រទេសឈូងសមុទ្រដោយអចេតនាតែប៉ុណ្ណោះទេទន្ទឹមគ្នានេះក្រសួងការបរទេសអ៊ីរ៉ង់បានទាត់ចោលទាំងស្រុងនៅសេចក្តីថ្លែងការណ៍របស់ប្រទេសគុយវ៉ែតដែលបានចោទប្រកាន់ថាអ៊ីរ៉ង់កំពុងតែរៀបចំផែនការនៃការវាយប្រហារប្រឆាំងទៅនឹងប្រទេសក្នុងតំបន់ឈូងសមុទ្រមួយនេះគួរបញ្ជាក់ផងដែរថាប្រទេសគុយវ៉ែតបានចាប់ខ្លួនបុរស4នាក់ដែលខ្លួនបានចោទប្រកាន់ថាគឺជាសមាជិកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បន្ទាប់ពីពួកគេប៉ុនប៉ងជ្រៀតជ្រែកចូលក្នុងដែនទឹករបស់ខ្លួនតាមរយៈដែនសមុទ្រនិងបានធ្វើឲ្យទាហានគុយវ៉ែតម្នាក់បានរងរបួសផងដែរក្រសួងការបរទេសគុយវ៉ែតបានថ្កោលទោសសកម្មភាពនេះថាគឺជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែតទៅលើអធិបតេយ្យភាពរបស់ប្រទេសគុយវ៉ែតនិងជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិគណៈពេលដែលគុយវ៉ែតទាមទារឲ្យអ៊ីរ៉ង់បញ្ឈប់ជាបន្ទាន់និងគ្មានលក្ខខណ្ឌជាដាច់ខាតនៅរាល់សកម្មភាពដែលបង្កហេតុអស់ទាំងនេះ